រុនសួស្តីជំរាបសួរបងប្អូនអរគ្នាបាទហើយថ្ងៃនេះបងណាក់រំលឹកជីវភាពនៅក្នុងពន្ធនាគារបន្តិចដោយសារថាខ្ញុំបានធ្វើវាជាប្រចាំហើយខ្ញុំបដោះសដែកដោយប្រើកំប៉ុងនេះខ្ញុំបានសដែកញ៉ាំរាល់ថ្ងៃនេះប្រវត្តិសដែកនេះជុះជាត់ខ្ញុំដាំមួយដើមពីរដើមនៅក្នុងពន្ធនាគារក្បែរចក្រានបាយខ្ញុំហ្នឹងហើយពេលដែលខ្ញុំប្រមូលវាមកខ្ញុំឲ្យប្រពន្ធយកចេញមកអញ្ចឹងបានប៉ុណ្ណឹងចឹងខ្ញុំបដោះដោយប្រើកំប៉ុងជួរនេះហើយនឹងប្រើកន្សែងពោះគោហើយតទៅនេះខ្ញុំគ្រាន់តែបញ្យល់បងប្អូនថាបដោះស្ដាយវាមានពី3ដំណាក់កាលសំខាន់គឺយើងរើសគ្រាប់ពូជដែលល្អគ្រាប់ពូជដែលថ្មីដែលវាអាយុវាក្រោម6ខែហើយវិធីបដោះមានច្រើនរបៀបណាស់ប្រើកំប៉ុងនេះប្រើអីផ្សេងទៀតក៏បានដែរប៉ុន្តែអានេះវាងាយស្រួលសម្រាប់ខ្ញុំការរស់នៅកន្លែងចង្អៀតអញ្ចឹងខ្ញុំក៏ប្រើប្រអប់ជួរ4ជ្រុងនេះហើយកន្សែងពោះគោនេះគឺយើងប្រើអាធំជាងនឹងក៏បានអាតូចជាងក៏បានតែហាមបោកទឹកសាប៊ូយើងបោកទឹកធម្មតាបាទអញ្ចឹងដំណាក់កាលទី1គឺយើងគ្រាន់តែត្រាំគ្រាប់សណ្ដែកហើយកំប៉ុងប៉ុណ្នេះខ្ញុំត្រាំតិចទេខ្ញុំដាក់ទឹកចូលនេះចាប់ទឹកនេះបាទខ្ញុំវាល់គ្រាប់សណ្ដែកតែ3ស្លាបព្រាទេ1 2ចង់ច្រើនជ្រុលផងកំប៉ុងប៉ុណ្ណឹងដាក់12កន្លះហ្នឹងបានហើយបាទប៉ុណ្ណឹងហើយក៏យើងចាក់ទឹកចូលទាំងចឹងទៅប៉ុន្តែយើងលាងវាផងព្រោះគ្រាប់សណ្ដែកចេញមកពីផ្សារវាមានដីវាមានអ្វីដែលជាវត្ថុស្មៅគ្រោកហ្នឹងយើងលាងវាស្អាតទៅដើម្បីឲ្យសណ្ដែកយើងដុះមកវាធម្មជាតិសុទ្ធណាវាអត់មានរបស់ស្មៅគ្រោកបាទប៉ុណ្ណឹងហើយខ្ញុំដាក់ទឹកវាចឹងទៅហើយនេះគឺខ្ញុំត្រាំសណ្ដែកនៅម៉ោង7ព្រឹកអញ្ចឹងដល់ម៉ោង7ល្ងាចបានខ្ញុំរៀបចំការបដោះតោះនេះបងប្អូនហើយបន្ទាប់ពីយើងត្រាំរយៈពេល4-5 ម៉ោងវារីកអញ្ចឹងយើងលាងសម្អាតវាខ្លះទៅបាទព្រោះរបស់សម្រាមអីយើងដែនហ្នឹងគឺជារបស់ដែលមិនល្អទេវាមិនដោះទេយើងដូរទឹកវាទៅបាទយើងលាងបានកាន់តែស្អាតការបដោះរបស់យើងវាកាន់តែល្អវាអត់ធ្វើឲ្យរលួយហើយបន្ទាប់មកយើងត្រាំបន្ថែមទៀតហើយយើងទុកឲ្យវារីកធំល្អដូចអានេះមកក្របធំនេះអញ្ចឹងយើងរៀបចំការដាក់បដោះបានហើយអញ្ចឹងថ្ងៃមុនខ្ញុំបានរៀបចំបដោះសណ្ដែកដោយច្រកទៅក្នុងថង់នេះបាទបងប្អូននៅចាំបានហើយយើងបើកទាំងអស់គ្នាចឹងខ្ញុំរំលឹកការចងចាំរបស់ខ្ញុំនៅក្នុងពន្ធនាគារនោះគឺកន្លែងគេងរបស់ខ្ញុំវាតូចវាចង្អៀតអញ្ចឹងទំហំគេងប៉ុណ្ណឹងអញ្ចឹងខ្ញុំនៅតែអាចបដោះស្ដាយបានដោយសារខ្ញុំបដោះដាក់ក្នុងប្រអប់នេះហើយខ្ញុំយកវាមកធ្វើជាខ្នើយកើអញ្ចឹងវាអត់ប៉ះអ្នកណាទេអញ្ចឹងនៅតែព្រឹកឡើងខ្ញុំនៅតែមានរបស់ញ៉ាំជាប្រចាំ3ថ្ងៃខ្ញុំមានសណ្ដែកញ៉ាំម្ដង3ថ្ងៃខ្ញុំមានសណ្ដែកញ៉ាំម្ដងតោះឥឡូវយើងមើលទាំងអស់គ្នាអានេះយើងលាងទឹកវាទៅស្អាតហើយយើងបើកមើលទៅបាទអញ្ចឹងយើងនឹងបានសណ្ដែកដោះដោយប្រើតែប្រអប់4ជ្រុងហើយនឹងកន្សែងពោះគោបាទនេះអញ្ចឹងបងប្អូនឃើញវាដោះល្អណាដោយសារថាកន្សែងនេះវារៀបចំការបដោះជាលើកដំបូងអញ្ចឹងវាមិនតាន់ជក់គឺថាវាមិនតាន់ឲ្យរឹសរបស់សណ្ដែកហ្នឹងវាដោះស្រួលអញ្ចឹងវាឆ្លោះល្អណាស់បងប្អូនណាបាទអញ្ចឹងយើងបន្ទាប់ពីយើងដោះហើយយើងជ្រលក់វាទៅក្នុងទឹកអញ្ចឹងទៅប៉ុន្តែខ្ញុំចង់បញ្ជាក់ជូនបងប្អូនតិចថាកន្សែងពោះគោនេះយើងមិនអាចបោកដោយប្រើទឹកសាប៊ូបានទេហើយយើងប្រើត្រឹមតែទឹកដែលមិនមានជាតិសាប៊ូហើយនេះជាទឹកដែលយើងបើកចេញពីក្បាលរ៉ូប៊ីណេម៉ាស៊ីនហើយទៅទឹករថកហ្នឹងបាទអញ្ចឹងបើបងប្អូនបដោះច្រើនបងប្អូនត្រូវបើកទឹកនេះទុកចោលឲ្យបានមួយថ្ងៃ
tục sầm rạp liêng sờ đại tục sầm rạp riệp tròn ca và đo phù hạt tức để bảo một mấy mấy viên nơi miền chết kho chẳng vì rùng khan đo ca và đo sờ đại bằng chơi bạn chẳng phầnนั้นបងប្អូនលាងទៅបាទលាងទឹកជ្រោកវាដើម្បីឲ្យវាជ្រុះក្បាលគ្រាប់បាទហើយយើងក៏អាចប្រមូលផលបានហើយបាទអញ្ចឹងអានេះដោយសារថាវាអត់តាន់ជ្រុះក្បាលគ្រាប់អញ្ចឹងខ្ញុំដាក់វាចូលមកក្នុងនេះសិនចាំល្ងាចខ្ញុំយកវាមកលាងសម្រាប់ធ្វើម្ហូបអញ្ចឹងអាការបង្ហាញនេះគ្រាន់តែចង់ឲ្យបងប្អូនឃើញថាយើងអាចបដោះស្ដាយបានដោយគ្រាន់តែប្រើខ្សែពុះគោជាមួយនឹងប្រអប់4ជ្រុងអញ្ចឹងយើងអាចបដោះបានហើយបងប្អូនមើលយើងបដោះដោយធម្មជាតិគឺថាស្ដាយមួយដោះមកគឺធ្លោះល្អបាទមិនចាំបាច់ប្រើថ្នាំប្រើជីប្រើអរម៉ូនអីជាជំនួយទេបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងចេះបដោះស្ដាយតាមវិធីងាយស្រួលដោយប្រើប្រអប់ជួរនេះបាទចានេះខ្ញុំនឹងបង្ហាញអំពីផលិតផលដែលនេះខ្ញុំមានលក់ជារៀងរាល់ថ្ងៃជាដំបូងនេះខ្ញុំចង់បង្ហាញពីសាប៊ូអបសក់ក្រូចសើចនេះសាប៊ូនេះគឺមានប្រសិទ្ធភាពចំពោះអ្នកដែលមានបញ្ហាជ្រុះសក់ជាពិសេសគឺអ្នកដែលមានបញ្ហាអង្គេមិនថាអង្គេសើមឬអង្គេស្ងួតទេបងប្អូនគឺប្រើទៅគឺអ្នកខ្ញុំធានាថាមានប្រសិទ្ធភាពល្អអ្នកដែលមានបញ្ហាសក់បែកចុងអីជាដើមហ្នឹងសក់សំពងសក់អីហ្នឹងប្រើទៅគឺធម្មជាតិ 100% នាងខ្ញុំធានាគុណភាពហើយនាងខ្ញុំក៏មានលក់ទឹកឃ្មុំផងដែរទឹកឃ្មុំសុទ្ធល្អមួយទៀតគឺ Meiji EM1 ចាហើយនឹងត្រៃមេជីវិតត្រៃខូឡូម៉ាបងប្អូនដែលមានតម្រូវការប្រើផលិតផលរបស់យើងខ្ញុំគឺយើងខ្ញុំមានលក់រហូតសូមតាក់ទងមកតាម page IMNKA ឬតាម Telegram ដែលយើងតែងតែផុសនៅក្នុង page បាទបងប្អូនដែលត្រូវការប្រើប្រាស់កាកស្កររោងចក្រហៅថាស្កររងូហ្នឹងគឺខ្ញុំមានលក់ជាដុំបាទនេះមួយកានមាននេះគឺទម្ងន់40គីឡូហើយតម្លៃលក់ 60000 រៀលបាទហើយជាកាកស្ករដែលល្អនេះខ្ញុំត្រូវដាក់ឲ្យគេនៅព្រឹកនេះអញ្ចឹងរបស់មកពីរោងចក្រយ៉ាងម៉េចគឺខ្ញុំលក់ជូនបងប្អូនអញ្ចឹងខ្ញុំអត់មានត្រូវការលាយទឹកថែមឬក៏អីទេហើយវាយកទៅប្រើក្នុងការផលិតជីផលិតអរម៉ូនហើយប្រើក្នុងការផលិតចំណីសត្វដូចជាធ្វើផ្អកច្បាំងឲ្យគោធ្វើនិយាយរួមគឺប្រើបានច្រើនទាំងការប្រើជីការប្រើទៅលើសត្វហើយជាកាកស្ករដែលមានគុណភាពល្អចឹងបើបងប្អូនត្រូវការប្រើប្រាស់ក៏តាក់ទងខ្ញុំតាម Telegram ដែលបងប្អូនស្បតាក់ទងហ្នឹងហើយនឹងឆាតចូល page IMNKA ឬក៏ account ណាក់នេះបាទអរគុណច្រើនបងប្អូនជម្រាបលាសង្ឃឹមថាវីដេអូបដោះស្ដាយនឹងបានជាប្រយោជន៍ដល់បងប្អូនក្នុងការអនុវត្តការផលិតបន្លែប្រចាំគ្រួសារញ៉ាំដើម្បីជៀសផុតពីការប្រើប្រាស់ផលិតផលមិនល្អដូចជាការប្រើប្រាស់សារធាតុពុលសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់សុខភាពរបស់បងប្អូនជម្រាបលានឹងឲ្យបងប្អូនដោយសារវីដេអូខ្ញុំវាបាត់អញ្ចឹងខ្ញុំបញ្យល់បងប្អូនឡើងវិញថាបន្ទាប់ពីយើងលាងត្រាំសណ្ដែករយៈពេល8ម៉ោងវារីកហើយបងប្អូនជ្រលក់កសែងពោះគោនឹងពូតវាឲ្យអស់ទឹកបាទហើយយើងអត់ឲ្យវាជក់ទឹកនៅក្នុងនឹងច្រើនទេយើងដាក់ចូលទៅក្នុងប្រអប់អញ្ចឹងទៅបាទហើយយើងដាក់ពង្រាយក្របសណ្ដែកចូលនៅលើខ្សែនឹងអញ្ចឹងទៅដោយសារថានេះខ្ញុំអត់តាន់ញ៉ាំវាអញ្ចឹងខ្ញុំដាក់វាចូលសិនដើម្បីឲ្យវាជ្រុះក្បាលគ្រាប់យើងធ្វើដូចគ្នាអញ្ចឹងពេលដែលសណ្ដែករីកធំបងប្អូនពង្រាយវាឲ្យស្មើគ្នាអញ្ចឹងទៅពង្រាយស្មើគ្នាហើយនេះពេលដែលសណ្ដែកវារីកល្អអញ្ចឹងបងប្អូនដាក់ក្នុងកសែងពុះគោអញ្ចឹងហើយយើងបត់វាឲ្យជិតមកគ្របវាធ្វើម៉េចក៏បានដែរឲ្យតែជិតក្របសណ្ដែកបាទហើយយើងបិទគម្របវាអញ្ចឹងទៅបាទអញ្ចឹងយើងច្រកថង់មួយជាន់ទៀតហើយយើងទុកនៅកន្លែងម្លប់នៅកន្លែងណាដែលគ្មានអីទៅប៉ះវាបាទប៉ុណ្ណឹង